សួស្តីលោកអ្នកនាងស្ដាប់ជាទីមេត្រីនៅរាត្រីនេះវិទ្យុជាតិកម្ពុជាសូមនាំយកជីកេរឿងកំណើតសត្វកូនលោកមកផ្សាយជូនលោកអ្នកនាងស្ដាប់កំសាន្តនិពន្ធដោយលោកស៊ុំសារឿនសម្ដែងដោយក្រុមសិល្បៈបុរាណវិទ្យុសូមអញ្ជើញលោកអ្នកនាងស្ដាប់កំសាន្តភាគបញ្ចប់ដូចតទៅគម្រប់6ខែការប្រែប្រួលនៃកុមារីការអស់និស័យជាតិជាមនុស្សដោះរោមស្លាប់ហោះដុំជំពង់ស្លាប់បានពាក្យមនុស្សតែនិយាយមិនកើតមិនអូនខ្ញុំបានលឹកនឹងអូបានគួនគៀបបានអីឆ្អនណាបងអូនចេះណាណោះឯងខ្ញុំវិញនេះបានមើមឡងលឹកគៀលឲ្យតបែកភ័យអានេះផ្លែតបែកបងឯងបានតែកាមសង្សាយទៅណាបានអូនបងបានច្រើនណាណែបងមើលពោតយើងតាំងពីដាំណែម៉ងផ្លែឲ្យរហូតត្មងកាលបងដាំតែ4 5គុំទេឥឡូវបែកមែកបែកកូនផ្លែជាបន្តឲ្យបេះស៊ីរាល់តែថ្ងៃបេះមួយផ្លែពីរទៀតឯណោះហើយសត្វព្រៃជ្រូកក្តាន់ស្វាកំប្រុកក៏មិនហ៊ានស៊ីឡើយប្រហែលជាមានទេវតាជួយថែរក្សាយើងហើយមែនទេអូនមែននឹងបងចំណែកឯតាពាំងយើងក៏អញ្ចឹងចុះចាប់ត្រីពេលណាក៏បានត្រីកំទន្សាយនឹងខ្យងដែរហើយធំទៀតគឺចាប់មិនចេះអស់ប្រកាសជាទេវតាជួយយើងមែនហើយបងណោះមែនហើយអូនតាំងពីយើងនៅនេះមិនខែហើយបងប៉ុន្មានហើយខ្ញុំអត់ដឹងទេនេះបងមិនដឹងជាប៉ុន្មានខែទេហើយក៏មិនដឹងជាប៉ុន្មានថ្ងៃទៀតតែបើតាមចាស់ប្រាប់បងថាក្នុងមួយខែវាមានរនោចម្ដងហើយខែងងឹតខែខ្នើតម្ដងគឺខែភ្លឺហ្នឹងហើយដូច្នេះប្រហែល6ខែហើយអូនយើងនៅទីនេះអាចមើលដឹងថារនោចឬខ្នើតណាអូនណារនោចខែអាងឹតហើយខ្នើតខែភ្លឺបងមកបីណែ5 1អូយយូរមែនទេបងឥឡូវនេះរូបរាងរបស់យើងចាត់ប្រែប្រួលបន្តិចម្ដងទៅហើយណាអូនណាអូនមើលបងឯងមើលខ្លួនខ្ញុំនេះទៅហូមប្រហែលជាយើងអស់និស្ស័យនឹងមនុស្សហើយមែនហើយអូនព្
ដោះរោមពេញដៃដោះស្លាបមាត់ចំពុះប្រសើរណាស់ថ្ងៃនេះយើងរៀនហើតោងតាមមែកឈើមកអូនមកហោះមកអូនឯងប្រឹងឡើងណាតោះហ្នឹងហើយបងយើងឈប់និយាយភាសាមនុស្សទៀតណាឈប់អូឈប់និយាយភាសាទៅហើយអូយហត់ណាស់បងមិនអូនបើចិនជាឲ្យយើងនៅបើជាយើងមិនបានខ្លាចខ្លួនជាឆាប់មានស្លាប់ហើយបងណាមែនដូចនេះមែនបងប្រហែលហើយអូនព្រោះឪពុកយើងគាត់ស្រឡាញ់យើងណាស់តែហួរជាសត្វបែបនេះសប្បាយណាស់ព្រោះមិនខ្វល់ខ្វាយនឿយហត់តែដាំបាយដងទឹកឬដកស្ទូងអីដែរចំពោះខ្ញុំនៅតែនឹកគិតថាប៉ាកាលនោះយើងក៏មកនៅទីនេះតើយើងទៅណាយើងទៅពឹងអ្នកណាបងបានឃើញពន្លឺថ្ងៃមុនអូនទាំងអស់គ្នាបងដឹងថាឪពុកម្ដាយយើងជាអ្នកចំណូលថ្មីក្នុងស្រុកនោះដូច្នេះយើងឥតមានមីងបង្កើតទេកាលដើមយើងគ្រាន់បានតាគំយាយច័ន្ទនិងញាតិសន្តានជុំវិញផ្ទះតែក្រោយមកម្ដាយយើងបានឆ្លោះជេរបញ្ចោគេគ្រប់គ្នាគេខឹងគេលែងហ៊ានទាំងរាប់អានយើងទៀតដូច្នេះទៅពឹងអ្នកណាបើម៉ែយើងដែលជាម៉ែបង្កើតផងនោះរកសម្លាប់យើងទៅហើយចុះទម្រាំបើអ្នកដតីតើយើងទុកចិត្តគេបានទេបានហើយបងឯងឆ្លើយពីពេលនេះទៅអស់ជាមនុស្សទៀតហើយបងឯងមកបងឯងហៅចោលខ្ញុំលឿនម៉ែជប់សិនបងទុំលើម៉ែឈើនេះសិននេះហៅមកអូនហៅមកនោះបងឯងមកពួកមនុស្សមួយវងនោះនៅនឹងគល់ឈើនោះគេនិយាយអីខ្លះខ្ញុំតែនិយាយរ៉ាខ្លាំងអូនឯងនៅឲ្យស្ងៀមណាចាំបងបន្ទាបទៅកំពតពីក្រោយដើម្បីលួចស្ដាប់គេមើលបងឯងប្រយ័ត្នណាមិនអីទេបងដឹងណាណាពីថ្ងៃនេះទៅយើងលែងព្រួយណាយើងលែងព្រួយព្រោះអាមេចោមម្នាក់ដែលតែងតែដើរលួចឆក់ប្លន់ទ្រព្យសម្បត្តិគេឯងនោះណាលួចតាំងពីទ្រព្យសម្បត្តិគេគ្រប់គ្នាណាឥឡូវត្រូវរាជការចាប់យកទៅដាក់គុកអស់មកជីវិតអូសាធុបើសម្លាប់ចោលបដ ாய் ទៅសក់អស់មកណានិយាយពីប្រពន្ធវាវិញឥឡូវនេះលែងហ៊ានក្អកជេរគេជេរឯងដូចពីមុនទៀតហើយរបស់ទ្រព្យរបស់គេវារសាទុកមិនបានហើយវាដើរស៊ីចាយសប្បាយឥតគិតឥឡូវមានណាវាលហាមដូចដើរត្រូវភ្លើងចឹងមែនវាតោបដាសារបស់យើងគ្រប់គ្នាណាប្រពន្ធវានៅផ្ទះមិនទាំងហ៊ានចុះដីផងគង់តែមានថ្ងៃណាងាប់តែមាននឹងនោះណារឿងចៅជាប់គុកគិតផ្លូវតាមជាមនុស្សបាក់ណាណោអ្នកតែចាងបាបកម្មទៅវិនាវិញណាបងណាមែនហើយអ្នកណាធ្វើអាក្រក់នឹងវាវិនាខ្លួនហើយមែនហើយអូនឈប់គិតតោះយើងហៅត្រឡប់ទៅប្រមូលមែកឈើស្មៅចំបើងធ្វើជាសម្បុកណាអូនណាតោះអេសូមស្លេះរឿងនាងបាក់សីទាំង3ប្រានលើកយកសារបានឆោមជាមេត្តាព្រោះកុលជាប្តីក្រោយជាប់ទោសរាជការនាងភ្ញាក់អាត្មានឹកទៅដល់កូនអោព្រះជាម្ចាស់អើយតើឲ្យខ្ញុំគិតយ៉ាងណាប្តីកំពូលជីវិតអូនអើយអ្នកត្រូវរាជការដាក់គុកមួយជីវិតអំពើឆក់ប្លន់កាប់សម្លាប់គេយើងអត់មានពេលជួបគ្នាទៀតទេក្នុងជាតិនេះ ការពិតអ្នកជា
មនុស្សស្អុយក្រក់ខ្វក់ដែលសង្គមស្អប់ខ្ពើមកូនមាសម្ដាយអើយសាំត្រវាដែលជាយកទីស្មាចាំបីចាំបីចាំបាមេតាមហាហងចាំបីចាំបីចាំបាមេតាមហាហងដីខ្ញុំមានឈ្មោះមនុស្សខ្ពើមស្អប់ដីខ្ញុំមានឈ្មោះអើយស្គមមនុស្សខ្ពើមស្អប់ខ្ញុំខំអើយខ្ញុំខំអើយប្រសពនឹកថាសុខសារបស់ខ្ញុំប្រៀបដូចជាការយល់សពខ្ញុំគិតថាសុភមង្គលថ្មីនេះនឹងធ្វើឲ្យខ្ញុំជួបតែការសប្បាយរីករាយជារៀងរហូតប្តីខ្ញុំជាមនុស្សល្អណាស់ចំពោះខ្ញុំគាត់ល្អណាស់សម្រាប់ខ្ញុំគេថ្នាក់ថ្នមបីបងលួងលោមធ្វើឲ្យខ្ញុំភ្លេចអ្វីទាំងអស់អូយការពិតអ្នកជារនាំងធ្វើឲ្យខ្ញុំភ្លេចកូនដ៏កំសត់ទាំង3នាក់របស់ខ្ញុំកូនមានម្ដាយកូនមានម្ដាយព្រោះតែប្តីក្រោយគេមានលុយធ្វើឲ្យម្ដាយភ្លេចកូនដាក់ទណ្ឌកម្មលើកូនខ្ញុំទៅរកកូនខ្ញុំវិញហើយកូនមានម្ដាយកូនមានម្ដាយអើយកូននៅទីណាម្ដាយមករកកូនវិញហើយកូនមានម្ដាយអូយខ្ញុំហត់ណាស់អូដល់ហើយគឺកន្លែងនេះហើយដែលខ្ញុំយកកូនមកទុកនោះម្ដេចក៏អត់ឃើញឬក៏ឆ្លើយមកម្ដាយមួយម៉ាត់យ៉ាងនេះហ
ហេតុអីទៅបានជាកូនមិនឆ្លើយមកម្ដាយសោះឬមួយក៏សត្វសាហាវទាំងនោះស៊ីអស់ទៅហើយកូនមានម្ដាយកូននៅទីណាម៉ែមកយកកូនទៅផ្ទះវិញហើយដើររកគ្រប់កន្លែងទាំងអស់មិនដេចឡើយមិនឃើញឡើងទៅមើលលើខ្ទមនេះសិនក្រែងពុទ្ធោសត្វអីចេះមកកាច់សម្បុកនៅលើខ្ទមនេះមានទម្រង់ដូចជាមនុស្សតែដោះរោមដោះស្លាបមានចំពុះកូនមានម្ដាយកូនមានម្ដាយកូនខ្លាយខ្លួនទៅជាសត្វទៅហើយកូនមានម្ដាយអើយម្ដាយខុសហើយកូនបងមានមនុស្សមកពីណាស្រែកអីហ្នឹងបងមែនហើយឡឡាអីហ្នឹងឈប់សិនអូនទាំងអស់គ្នាបងស្ដាប់ឲ្យច្បាស់សិនណាបងឯងមានម្ដាយបានលោកមើលកូនមានម្ដាយបងឯងស្ដាប់មើលម្ដាយខុសហើយកុំមាត់ម្ដាយធ្វើទីរនកម្មលើកូនខ្លាំងណាស់សូមកូនអភ័យទោសឲ្យម្ដាយផងតែពេលនេះម្ដាយមកទទួលកូនទៅវិញហើយម្ដាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយកូនម្ដាយកូនម្ដាយម៉ែយើងទៅណាបងអូគាត់មកសម្លាប់យើងហើយមែនហើយបងគាត់មកសម្លាប់យើងហើយតោះនាំគ្នាហើទៅទុំលើមែកឈើខ្ញុំខ្លួននោះភ្លាមទៅតោះនាំគ្នាទៅយើងហើទៅយើងតោះចាប់ខ្ញុំផងហើទៅអស់ហើយពិតជាកូនខ្ញុំពិតជាកូនខ្ញុំអូយកូនខ្ញុំខ្លាចខ្លួនទៅជាសត្វកូនខ្ញុំខ្លាចខ្លួនទៅជាសត្វពិតជាកូនខ្ញុំព្រោះនៅទម្រង់រូបរាងដូចមនុស្សបេះបិទគ្រាន់តែដោះរោមដោះស្លាបនឹងចុកពុះតែប៉ុណ្ណោះកូនមានម្ដាយអើយកូនណាហើយមានណាសូមអង្គវអើយសូមកូនអណាសំខាន់ចាំមកអណាកូនអើយឲ្យម្ដាយបំបីកូនមានម្ដាយសូមកូនទាំងបីស្ដាប់ម្ដាយសិនកូនកូនអើយអូអើយកូនអណាកូនអើយសូមស្ងួនប្រណីកូនអើយអូអើយកូនអណាលោកអើយសូម
ចក្តីអណាកូនអើយម៉ែព្រមទទួលហើយណាហើយពីត្រាកូនអត់ស្ដាប់ពីអង្វររបស់ខ្ញុំទេកូនវាម្ដាយតែខុសហើយកូនម្ដាយខុសហើយកូនម្ដាយមកទទួលកូនទៅវិញហើយសូមកូនចុះមកកូនចុះមកកូនគាត់ថាទួលយើងទៅផ្ទះវិញណាកុំទុកចិត្តទៀតមិនបានទេចិត្តជាមនុស្សប្រែប្រួលមិនអាចឲ្យទុកចិត្តបានសោះឡើយតោះអូនតើយើងហាទៅទៀតមែនហើយអូនចិត្តគាត់ខ្លាចគាត់យើងងគ្នាទៅឡាប់យើងឥឡូវយើងប្រាប់គាត់វិញទៅមែនណាស្អីក៏លោកស្អីក៏លោកស្អីក៏លោកយើងអត់និស័យជាកូនលោកហើយយើងទៅជាសាច់ដេរខាងប្រសើរជាងសូមអ្នកកុំគិតយ៉ាងណាកូនស្រែកថាម៉េចម្ដាយស្ដាប់មិនបានទេស្អីកូនលោកស្អីកូនលោកស្អីកូនឡើងចេះភាសាមនុស្សទៅហើយធ្វើមិនដាច់ទៅអោព្រះជាម្ចាស់លោកអើយកូនអើយយីនាំគ្នាហើទៅទៀតហើយនោះកូនខ្ញុំកូនទៅដល់ណាក៏ម្ដាយចេះតែខំដើរតាមកូនដែរកូនស្អីកូនលោកគាត់ដើរមកចិត្តយើងទៀតហើយយើងទុំទុកចិត្តគាត់កូនម្ដាយហើយលោកគាត់សម្រាប់យើងកូនម្ដាយកូនចាំម្ដាយផងអូយខ្ញុំអស់កម្លាំងណាស់រូបកាយញ័រចំប្រក់ស្ទើរផុតដង្ហើមទៅហើយកូនម្ដាយអើយកូនអត់លើកលែងទោសឲ្យម្ដាយទេកូនខឹងនឹងម្ដាយខ្លាំងណាស់ទៅឬបានជាកូនចេះតែនាំគ្នាហើឆ្ងាយទៅយ៉ាងនេះទោះយ៉ាងណាក៏ដោយក៏ម្ដាយនៅតែដើរតាមកូនជានិច្ចរហូតឲ្យឧស្សាហ៍នេះជីវិតរបស់ម្ដាយដើម្បីលុបលាងបាបកម្មទាំងប៉ុន្មានដែលម្ដាយបានធ្វើចំពោះកូនវាម្ដាយចាំម្ដាយផងកូនខ្ញុំអើយ
ជាកូនអស់និស្ស័យនឹងម្ដាយក៏ដោយក៏កូនចង់មកស្ដាប់ពាក្យម្ដាយអង្វរលន់តួសុំទោសពីកូនសិនចុងក្រោយនៃគំនិតម្ដាយចង់ថ្នាក់ថ្នមកូនណាអូយខ្ញុំវិលមុខណាកូនម្ដាយដឹងខ្លួនណាស់ថាម្ដាយបែកពីកូនហើយអូយម្ដាយមានកំហុសធ្ងន់ណាស់ចំពោះកូនម្ដាយកូនខឹងនឹងម្ដាយខ្លាំងណាស់មែនហើយខ្ញុំជាម្ដាយគ្មានព្រំវិហារធម៌ចំពោះកូនគ្មានព្រំវិហារធម៌ចំពោះកូនទាំងពីរស្អីកូនម្ដាយអីយីគេរឿងកំណើតសត្វគុណលោកដែលបានលើកមកសម្ដែងជូនញាតិប្រុសស្រីសន្មត់ថាចប់សពសេចក្តីបើមានលឺលុះអ្វីសូមប្រណីផងនឹងលាជូនក៏ជូនជ័យតែមុននឹងលាជូនក៏ជូនជ័យលោកតាលោកយាយនៅគ្រប់មាញ់ចខានលោកអ្នកនាងនិងប្រិមិត្តយីកេរឿងកំណើតសត្វកូនលោកដែលលោកអ្នកនាងទើបបានស្ដាប់កំសាន្តនៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ